2570និងកណនីឆ្នាំមមីឥឡូវនេះសង្ក្រាន្តចូលនៅថ្ងៃអង្គារ12រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2026វេលាម៉ោង 10:48 នាទីព្រឹកពេលនោះព្រះអាទិត្យចេញពីមនៈរាសីស្ថិតនៅឯមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្ដាលមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមរាជសាទេវីជារាជបុត្រីទី3នៃកបិលមហាព្រហ្មគង់នៅចតុមហារាជការទ្រង់អំពរពណ៌ខ្មៅលំអនៅព្រះការដោយសៀតឈូកអភរណៈកាយមនោរាហស្សហាទ្រង់លោហិតឈាមព្រះហស្សស្ដាំទ្រង់ធ្នូព្រះហស្សឆ្វេងទ្រង់ត្រីសូលទ្រង់គង់ឈរបើកប្រណិតលើខ្នងមេណូមៃសេះជាមគ្គពិហណៈទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋហោះទៅកាន់គុហាកែវធម្មមេលីនាទីភ្នំកៃឡាសខេត្តហេមពាន្តជាទីតម្កល់ទុកនៅព្រះសិរសាកបិលមហាព្រហ្មដែលតម្កល់លើពានមាស